ប្រលឹមមិនទាន់ភ្លឺផងខ្ញុំចេញពីផ្ទះទាំងមួយគេដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារទួននឿយហត់ក៏ត្រូវតែទ្រាំសូមលាបំពាក់ចាស់មួយកំភ្លេការបោកតូចមួយដាក់ក្តីសង្ឃឹមជិះម៉ូតូឆ្លងកាត់ផ្លូវវែងឆ្ងាយដើម្បីទៅដល់កន្លែងធ្វើការញើសហូរស្រក់ពេញខ្លួនប្រាណក្រោមគំដៅថ្ងៃដកទៅក្រហាយធ្វើការពេញមួយថ្ងៃមិនដែលរអ៊ូព្រោះនៅផ្ទះមានអ្នកកំពុងរងចាំតួប្រាក់ខែតិចតួចប៉ុណ្ណាក៏ជាកម្លាំងនៃជីវិតមួយខែម្ដងទទួលប្រាក់ខែយកទៅផ្គត់ផ្គង់គ្រួសារទាំងមូលជីវិតកម្មក៏តូចទាបរស់នៅជាមួយការតស៊ូញើសមួយដំណោះរាល់ថ្ងៃដើម្បីអនាគតកូនចៅជីវិតកម្មក៏តូចទាបគ្មានទ្រព្យធំដុំដូចគេមានតែចិត្តស្មោះត្រង់ខំប្រឹងដើម្បីសុភមង្គលគ្រួសារពេលខ្លះឈឺក៏មិនហ៊ានឈប់ខ្លាចបាត់បង់ប្រាក់ចំណូលព្រោះឪពុកម្ដាយចាស់នៅស្រុកនិងកូនតូចកំពុងរៀនសូត្រមួយថ្ងៃរស់ដោយសង្ឃឹមថាជីវិតនឹងល្អប្រសើរទោះផ្លូវមុខពោពេញឧបសគ្គក៏នៅតែដើរមិនបោះបង់គ្មានអ្នកណាដឹងពីការនឿយហត់ដែលលាក់នៅក្រោយស្នាមញញឹមកំមកប្រយទាបម្នាក់នេះកំពុងសាងសង់ផ្ទៃស្រមៃធំមួយថ្ងៃណាកូនបានរៀនខ្ពស់ថ្ងៃណាគ្រួសារបានសុខស្រួលនោះជារង្វាន់ដ៏មានតម្លៃសម្រាប់ការខិតខំទាំងប៉ុន្មានជីវិតកម្មក៏តូចទាបតួលំបាកក៏មិនរាថយកម្លាំងចិត្តនៅតែពេញព្រមដើម្បីមនុស្សដែលខ្លួនស្រឡាញ់ជីវិតកម្មក៏តូចទាបរស់ដោយក្តីសង្ឃឹមរាល់ថ្ងៃញើសតែហូរលើដងខ្លួននឹងក្លាយជាការនៃភាពជោគជ័យជីវិតកម្មក៏តូចទាបក៏មានតម្លៃក្នុងសង្គមព្រោះកម្លាំងញើសនឹងការតស៊ូជាសរទ្រង់នៃគ្រួសារនិងប្រទេសជាតិ